ក្រោយនេះខ្ញុំសូមមានពាក្យពេចន៍ប្រើប្រាំថាបើមានជាជនដែលគាត់ចង់បានម៉ាស៊ីនក្រុមហ៊ុនហូជីកូនេះយកទៅប្រើប្រាស់វាមិនខុសបំណងទេបាទទៀតមើលខ្ញុំបាទឈ្មោះផានព្រឹមរស់នៅភូមិសុកសែនជ័យឃុំកន្ទួតស្រុកជាំកសានខេត្តព្រះវិហារតំបន់នេះគេហៅថាតំបន់កងពលលេខ8បាទម៉ាស៊ីននេះទិញមកជិត1ឆ្នាំហើយបងខ្ញុំរត់សពថ្ងៃនេះរត់ម៉ាស៊ីនឲ្យមេបងបាទខ្ញុំជាតកងប្រចាំរបស់គាត់5-6ឆ្នាំហើយដែលម៉ាស៊ីននេះខ្ញុំប្រើច្រើនជាងគេគឺវាយដីបងវាយដីព្រោះដីរបស់គាត់ច្រើនដីគាត់ផ្ទាល់ផងនិងដីខាងអង្គភាពផងអញ្ចឹងបើយើងប្រើអត្រាប្រើអីខែយើងវាយដីប្រើអត្រាវាជាប់បើប្រើម៉ាស៊ីននេះយើងប្រើអត់ជាប់ហើយលឿនទៀតវាយដីវាអត់ខាតពេលវេលាដីប្រភេទម្ដុំនេះជាដីប្រភេទដីកដេងហ្មងប៉ុន្តែវាដោយកន្លែងដែរដីកន្លែងខ្លះវាផងព្រួយដីថ្មីអញ្ចឹងទៅប៉ះអណ្ដាវគេកាយកលកាយអីទៅវាអាចជាប់បាទបើយើងវាយដីយើងមើលស្ថានភាពដីដែរបងដីយើងខ្លះយើងអាចកិច្ចវាងតិចតួចអីបានយើងមិនអាចសម្រុកចូលបានទេបងខ្ញុំមើលក្នុងមួយថ្ងៃវាបាន4-5ហាត់ដែរប៉ុន្តែវាប្រេងអស់2កណ្ដុងបងរយៈពេលយើងប្រើដីក្នុងមួយហាត់យើងប្រើចំណាយប្រេងអស់ពី5-10លីត្របងសេវាកម្មវិញពេលម៉ាស៊ីនយើងមានបញ្ហាអីយើងអាចតាក់ទងគាត់មកតាមក្នុងប្រហែលជាមួយថ្ងៃអីពីពេញម្នេះអាចគាត់មកដល់កន្លែងយើងបងអត់ឲ្យយើងខកបំណងបងសេវាកម្មនោះល្អបងយើងអាចមានទំនុកចិត្តលើខាងក្រុមហ៊ុនរបស់គាត់ពេលទិញមកប្រើមួយឆ្នាំជិតមួយឆ្នាំនេះម៉ាស៊ីនវាអត់មានអីបងធម្មតាមានអត់អូលអីបងប្រើទៅរឿងធម្មតារលូនយើងអាចយកជាការបានបងអត់មានបញ្ហាអីគាត់មានបញ្ហារឿងគ្រឿងក្រៅតិចតួចអាហ្នឹងយើងធម្មតារបស់ប្រើវាមានបញ្ហាតិចតួចបងខាងគ្រឿងក្រៅវាខាងក្រៅអីហ្នឹងមានពាក្យពេចន៍ប្រើប្រាំថាបើមានជាជនដែលគាត់ចង់បានម៉ាស៊ីនក្រុមហ៊ុនហូជីកូនេះយកទៅប្រើប្រាស់វាមិនខុសបំណងទេបាទព្រោះអីខែដែលយើងខែភាសាឡើងព្រោះអីអត្រាអីយើងមិនអាចចុះធ្វើការរួចទេព្រោះវាអាចមានបញ្ហាជាប់ផងជាប់អីបានបើម៉ាស៊ីននេះវាអាចអត់ជាប់ទេបងហើយព្រោះអីខ្ញុំធ្លាប់ប្រើមករយៈពេលជិត1ឆ្នាំនេះហើយខ្ញុំជឿជាក់លើខ្លួនឯងព្រោះខ្ញុំđãបើកផ្ទាល់បង